អាចារ្យណែមើលកូនប្រុសរបស់ឯងទៅមើលមុខកូនប្រុសឯងទៅណែយ៉ាងម៉េចដែរដាក់ឈ្មោះឲ្យគេទៅណាមេឃខ្មៅងងឹតមានផ្គររន្ទះដាក់ឈ្មោះថាយាកធីងទៅយាកធីងឈ្មោះយាកធីងឈ្មោះយាកធីងអូយព្រោះឈ្មោះយាកធីងយាកធីងយាកធីងភាសាណាធីងធីងភាសាអូមើលអូនម៉ែបារម្ភពីឯងរាល់ថ្ងៃណាសំដីម៉ែខ្ញុំនឹងចងចាំក្នុងចិត្តអូនធ្វើនៅពេលណាលាក់នៅបងទៀតហើយហេតុអីក៏មិនចេះមើលថែខ្លួនឯងអូនធ្វើឲ្យបងបារម្ភណាស់យកតាមខ្លួនទៅដូចអូននៅក្បែរបងអញ្ចឹងទុកចិត្តចុះអូននឹងអំរើម៉ែបីបាច់កូនយើងបងទុកចិត្តលើអូនចុះមានពាក្យមួយម៉ាត់នេះបងលែងបារម្ភទៀតហើយ
អ៊ីងអានាងមកពុកចិត្តទៅហើយគេខ្លាចអាវក្រោះរបស់បងពុកចង់ឲ្យឯងកាត់ក្នុងស្រុកសន្តិភាពមិនចាំបាច់ឆ្លងកាត់ភ្លើងសង្គ្រាមទេខានជួបគ្នាយូរហើយបែកគ្នាដល់ទៅ2ឆ្នាំខ្ញុំនឹកខ្លាំងណាស់យាយໄຟមកជំរុំវិញយាយໄฟមកវិញទេយាយໄฟមកជំរុំយាយមកជំរុំយាយໄฟសូមគោរពលោកម្ចាស់លាវឆាប់ក្រោកឡើងមកយាយไฟឯងនេះបានប្រពន្ធរួចហើយយើងស្មានថាឯងចេះតែសកម្មនៅក្នុងផ្ទះទេមិនស្មានថាឯងមកវិញសោះយើងមើលមនុស្សមិនខុសទេឯងជាអ្នកក្លាហានលោកម្ចាស់លាវប៉ុន្មានឆ្នាំមកនេះខ្ញុំនឹកបងប្អូនយើងរាល់ថ្ងៃគ្មានថ្ងៃណាមួយភ្លេចការទូតមេរបស់លោកម្ចាស់លាវទេលើកនេះខ្ញុំមកវិញគឺដើម្បីជួយលោកម្ចាស់លាវរួមសុខរួមទុក្ខចេញទៅសមរភូមិជាមួយបងប្អូនរបស់យើងទាំងអស់គ្នាហៅជួមុខតាមតឹងខ្លាំងណាស់តបជិញបានប្រមូលផ្ដុំវាយលុកចូលក្រុងថៃយៀនព្រះអង្គទ្រង់ភ័យភិតលែងមានយោបល់មន្ត្រីទាំងអស់គ្នាគ្មានអ្នកណាដឹកនាំច្បុកច្បល់ណាស់ជនជាតិជិញពេលឃើញរាជការរបស់យើងទុនជ្រាយពួកវារឹតតែកេការឹតតែខ្លាំងដៃឡើងបើវាវាយយកក្រុងថៃយៀនបានស្ថានភាពច្បាស់ជាវឹកវរមិនខានប្រជែងទៅប្រជែងមកគួរឲ្យអាណិតបំផុតគឺប្រជារាស្ត្រទាំងនោះ2ឆ្នាំមកនេះខ្ញុំបានឃើញប្រជារាស្ត្របាត់ទីជម្រកយុវជននាំគ្នាធ្វើទ័ពប្រជារាស្ត្របែកបាក់គ្រួសារគ្មានដីធ្វើស្រែគ្មានអាហារបរិភោគបើនៅតែប្រយុទ្ធគ្នាទៀតនោះមនុស្សស្លាប់រឹតតែច្រើនយាយហ្វៃមិនស្មានថាឯង
នៅមានភាពអង្អាចបែបជាកូនប្រុសនេះសោះ យើងហៅឯងមកវិញយើងមើលឯងមិនខុសទេ យើងអ្វីសុខចិត្តបំរើលោកមេតបបំរើរាជការ ល្អយើងនៅរងចាំពាក្យមួយនេះពេលនេះរាជការកំពុងត្រូវការមនុស្សយើងត្រូវតែសាមគ្គីគ្នាយកឈ្នះឲ្យបាន ត្រូវហើយខុសទេលើមិនទៅត្រូវលោកម្ចាស់ឆៃលោកថាជនជាតិជីងពិតជាវាយចូលបានដែរទេ អើយស្ថានភាពពេលនេះគួរឲ្យបារម្ភតែខ្ញុំថាពួកគេប្រាស្និតចាស់ចំណាយទ្រព្យសម្បត្តិបន្តិចទៅគឺលេចអីហើយ ចឹងល្អហើយហើយយើងគឺជាទីក្រុងសំខាន់បើវាយបានស្ថានភាពគ្រោះថ្នាក់ណាស់ ពិតមែនហើយជនជាតិជីងមិនមែនកាន់អំណាចយូរដោយមហាលាវទេពួកវាគួរឲ្យខ្លាចខ្លាំងណាស់មិនប្រយ័ត្នគឺមិនបានកុំបារម្ភអីមិនភ័យទេ លោកអាមាត្យយានតើព្រះអង្គឲ្យយើងចាំយូរប៉ុណ្ណាទៀតទៅនេះណែ មែន លោកជួយទូលថ្វាយព្រះអង្គផងថាពួកយើងមានការសំខាន់ត្រូវចូលគាល់ ប៉ុន្តែព្រះអង្គ អាយ៉ាតើព្រះអង្គយើងទៅណាហើយ ចាប់ឲ្យជាប់កុំឲ្យវារត់រួច អូព្រះអង្គ ចាប់វាជាប់កុំឲ្យវារត់រួចចាប់វាជាប់សម្រាប់ចិត្តកុំរត់អីកុំរត់ជួយចាប់វាសម្រាប់ចិត្តកុំរត់សត្វសេសម្រាប់ចិត្តសត្វសេសម្រាប់ចិត្តនៅក្បែរមាត់ច្រាំងពិតជាប្រសើរណាស់សត្វសេសម្រាប់ចិត្តតែក្បែរមាត់ច្រាំង នេះជាមកសេទេពមិនព្រះអង្គមកសេទេពនេះជាលៀបរបស់មហាសង្ឃហើយសូមអបអរសាទរព្រះអង្គអបអរសាទរព្រះអង្គសម្រាប់ចិត្តយើងថែមមួយបាត់ទៀតនេះរីស្រស់ស្អាតបរោះប៉ែតតី នេះរីស្រស់ស្អាតបរោះប៉ែតតីនិយាយទៅ រីស្រស់ស្អាតបរោះប៉ែតតីរីស្រស់និយាយទៅត្រូវឲ្យនិយាយទៅបរោះប៉ែត ស្រីស្រស់ស្អាតបរោះប៉ែតតី រីស្រស់ស្អាតប៉ែតតីរីស្រស់ស្អាតប៉ែតតី និយាយទៅសម្រាប់ចិត្តនិយាយទៅ បរោះប៉ែតតីឆប់និយាយទៅសម្រាប់ចិត្តឆប់និយាយទៅនារីស្រស់ស្អាតបរោះប៉ែតនិយាយទៅទៅទីណាមកវិញអាចារ្យនេះជាបាសៃទៀតគេនិយាយឆាប់ទៅចាប់មកវិញភ្លាមមកជួយលឿន ចាប់មកវិញឆាប់ឡើងព្រះអង្គសូមព្រះអង្គយើងពាក់ស្បែកជើងសិនទៅលោកម្ចាស់ទាំងអស់គ្នានៅរងចាំព្រះអង្គទាំងអស់គ្នានៅជុំគ្នាហើយជុំហើយថ្ងៃនេះយើងមានរឿងខ្វល់ចិត្តមិនឈប់គួរឲ្យធុញខ្លាំងណាស់មើលចុះថាម៉ាល់នេះយើងនៅឈឺក្បាលនៅឡើយទេ ព្រះអង្គមមីញឹងនឹងរាជកិច្ចគួរតែថែប្រកាយឲ្យបានល្អទូបង្គំមិនអាចជួយរំលែកទុក្ខលំបាកបានគួរឲ្យស្ដាយខ្លាំងណាស់ព្រះអង្គលោកម្ចាស់លីលោកមិនឃើញព្រះអង្គកំពុងតែផ្ទុំទេចាំថ្ងៃក្រោយចាំរាយការណ៍ទៅវិញទៅព្រះអង្គក្រុងថៃយានកំពុងមានគ្រោះថ្នាក់ទូលបង្គំជាមន្ត្រីធំមិននឹងអាចនៅស្ងៀមបានទៅបាទហើយឆ្លោះគ្នាទៅឆ្លោះគ្នាមកអញ្ចឹងធ្វើឲ្យចិត្តយើងរឹតតែខ្វល់ទៅទៀតព្រះអង្គជនជាតិជីងសាហាវខ្លាំងណាស់វាយក្រុងថៃយានគ្រាន់តែជាលេសទេពួកវាប្រើវិធីបំបែកដើម្បីលំពាត់តង់ជីងលោកម្ចាស់ឆៃលោកមានយោបល់អីដែរក្រាបទូលព្រះអង្គសម្ដីរបស់លោកម្ចាស់លីដូចជានិយាយជ្រុលហើយកុំអានលើកពីរឿងរួមដៃនឹងជីងបងក្រាបលាវដោយមានការសន្យាជាមុននិយាយត្រឹមតែកងទ័ពជីងជាង 10,000 នាក់នោះតើអាចវាយបំបែកក្រុងថៃយានដល់រឹងមាំបានដែរទេនឹកដល់ឆ្នាំនោះកាលសម្ដេចតាធ្វើសឹកនៅថៃពីសម្អាងលើភាពអង្អាចក្លាហានរបស់សម្ដេចតាគេឡំពាត់ក្រុងថៃយាន3ខែវាយមិនបែកផងហើយចុះ
ទម្រាំតែពួកអស់នេះនោះ លោកម្ចាស់ឆៃកុំមើលស្រាលសត្រូវនគរជ័យគ្មានអីអស្ចារ្យទេពួកវាគ្រាន់តែចំណែននឹងនគរយើងរុងរឿងចេះចុះយើងប្រទានមាសវិចដល់ពួកវាទៀតទៅសម្រាប់សម្រួលគ្នាទៅ ព្រះអង្គមានព្រះបញ្ញាញាណព្រះអង្គមកសៃមកហើយមកសៃមកដល់ហើយមកសៃមកដល់ហើយព្រះអង្គមកសៃសំណប់ចិត្តអូ សម្រាប់ចិត្តយើងទីបំផុតឯងត្រឡប់មកវិញហើយសូមយាមព្រះអង្គដោយចាំពាក្យបាច់មិននេះទេនារីស្រស់ស្អាតបុរសប៉ែតតីប៉ែតតីព្រះអង្គគិតតែកុយគុណការនឹងលេងចាប់បែបនេះមិនខ្វល់នឹងរិទ្ធកិច្ចសោះតើគិតធ្វើយ៉ាងម៉េចទៅណែលោកម្ចាស់លីចាំបាច់ដកដង្ហើមធំធ្វើស្អីនៅទីនេះគួរតែឆាប់រកវិធីដោះស្រាយទៅជនជាតិជីងសាហាវខ្លាំងណាស់គង់តែមានថ្ងៃណាមួយវាយបំបីក្រុងទេពួកយើងមិនអាចរងចាំបរាជ័យរងចាំធ្វើជាទាសករទេ លោកម្ចាស់លីបារម្ភពេកហើយជនជាតិជីងជនជាតិល្ងងខ្លៅមានតែកម្លាំងបាយតែប៉ុណ្ណោះតាមយោបល់របស់ខ្ញុំឲ្យតែបំពេញតម្រូវការពួកវាផ្ដល់មាសប្រាក់ដល់ពួកវាឲ្យបានច្រើនទៅប្រកាសជាអាចសម្របសម្រួលបានឯជាណានេះគឺជាសិស្សរបស់ខ្ញុំឈីងហួយលោកម្ចាស់ទាំងអស់គ្នាសូមកុំប្រកាន់នឹងគេអី សុំទោសលោកម្ចាស់អូឯងគឺឈីងហួយដែលគេនិយាយថាមានចំណេះដឹងខ្លាំងពូកែល្បីពេញសាលាបណ្ឌិតនោះគឺលោកខ្ញុំនឹងហើយលោកម្ចាស់វាងលោកស្គាល់សិស្សរបស់ខ្ញុំដែរលោកម្ចាស់វាងលោកមិនមែនស្រវឹងនឹងស្រាទេយើងរួមការងារច្រើនឆ្នាំហើយរាប់អានគ្នាជ្រាលជ្រៅសូមនិយាយតាមត្រង់មកអាយ៉ាលោកម្ចាស់ហួងលោកពិតជាយល់ចិត្តខ្ញុំមែនមិនលាក់បាំងទេខ្ញុំអាយុ40ឆ្នាំហើយទើបមានកូនស្រីស្រឡាញ់ថ្នាក់ថ្នមណាស់ហេតុនេះកូនខ្ញុំម្នាក់រឹងរូសមិនសូវស្ដាប់បង្គាប់ពេលនេះដល់វ័យរៀបការហើយដើមឡើយបានភ្ជាប់សាច់ភ្ជាប់ឈាមនឹងគេមួយដែរតែកូនខ្ញុំសាយថាគេគ្មានទ្រព្យគ្មានចំណេះមិនព្រមរៀបការជាមួយគេសោះកូនលោកម្ចាស់មិនធម្មតាមែនណ៎លោកម្ចាស់អូងចំអកខ្ញុំហើយពេលនេះនាងអាយុ28ឆ្នាំហើយមិនអាចពន្យាពេលបានតទៅទៀតទេខ្ញុំនិងភរិយាខ្ញុំបារម្ភខ្លាំងណាស់គ្រាន់តែថ្ងៃនោះនៅក្នុងរាជវាំងបានជួបលោកម្ចាស់ឈិញពិតជាមានរូបរាងសង្ហាមានចំណេះដឹងមែនខ្ញុំចង់ភ្ជាប់សាច់ឈាមមិនដឹងថាអ្នកទាំងពីរមានយោបល់យ៉ាងណាតាមពិតលោកម្ចាស់វាងចង់ធ្វើមានអណ្ដាកឲ្យឈិញហួយល្អឈិញហួយក៏មិនទាន់មានអ្នកណាដែរខ្ញុំជឿថាជារឿងល្អណាស់លោកម្ចាស់ឈិញតើលោកយល់យ៉ាងណាដែរខ្ញុំមិនហ៊ានឈោងខ្ពស់ទេកុំសើចអីមានកូនប្រសាល្អដូចជាលោកអញ្ចឹងខ្ញុំមិនដឹងថាមានកិត្តិយសយ៉ាងណាទេលោកគឺឈិញហួយឯងកុំខ្វះសុជីវធម៌ឆាប់គោរពលោកម្ចាស់ទាំងពីរទៅឈិងហួយសូមគោរពអ្នកនាងគេថាលោកមានចំណេះដឹងច្រើនតែខ្ញុំមិនជឿទេឈិងហួយគ្រាន់តែមានចំណេះដឹងដូចគេឯងប៉ុណ្ណោះមិនហ៊ានអួតអាងទេគេនិយាយថាលោកមានរូបសម្បត្តិល្អទេពកោសល្យសម្បូរបែបយើងចង់ដឹងថាលោកអស្ចារ្យប៉ុណ្ណាលោកមើលផ្ទះរបស់យើងចុះមិនទាន់មានផ្លាកព្យួរទេលោកដាក់ឈ្មោះឲ្យបានទេកុំខ្វះសុជីវធម៌មិនក៏មិនឆាប់ចូលក្នុងទៅ
អរគុណដល់អ្នកនាងមិនសំខ្ពើមឈៀងហួយសុខចិត្តសាក់លបង ជើញ លោកម្ចាស់ អូ ល្អអក្សរប្រៀបដូចជានាគស័ក្តិសមជាគ្រួសារអ្នកធំដុំ សំណាក់ចាប់ច័ន្ទហេតុអីបានជាដាក់ឈ្មោះបែបនេះ ខ្ញុំមានសំណាងនៅក្បែរព្រះច័ន្ទខ្ញុំសង្ឃឹមថាអាចចាប់ព្រះច័ន្ទបាន ល្អថ្លៃធ្នូមានអត្ថន័យជ្រាលជ្រៅ កូនស្រីតើកូនយល់យ៉ាងណាដែរហ៎ បងខ្ញុំមានពាក្យមួយម៉ាត់ចង់សួរអ្នកប្រុសឈីង អូអ្នកនាងសួរមកចុះ ព្រះច័ន្ទមិនមែនជាអ្វីដែលមនុស្សធម្មតាអាចយកបាននោះទេអ្វីដែលគេចង់បានគឺវីរៈបរោះបាញ់ព្រះអាទិត្យមិនដឹងថាលោកមានសមត្ថភាពអ្វីដែរ អ្វីដែលខ្ញុំស្ញប់ស្ញែងគឺជាតារបស់អ្នកនាងលោកម្ចាស់វ៉ាងគួយខ្ញុំសង្ឃឹមថាអាចជួយអ្នកនាងបន្តកេរ្តិ៍ឈ្មោះទៅមុខ ជីតាយើងតាំងពីចាប់ផ្ដើមឆ្នាំឈូមីងមកគាត់និពន្ធសៀវភៅអស់18ឆ្នាំមានឋានៈជារាជគ្រូ16ឆ្នាំគឺជាបរិះឆ្នាំ3យ៉ាងដែលកម្រមានរឿងទាំងអស់នេះខ្ញុំនិយាយមិនខុសទេ មិនខុសទេ ជីតាខ្ញុំមានឋានៈខ្ពង់ខ្ពស់តែមិនចោលការរៀនសូត្រអត្ថបទរបស់គាត់រស់រវើកគួរឲ្យស្ញប់ស្ញែងឋានៈនិងអត្ថបទសំខាន់ជាងជីវិតរបស់គាត់ទៅទៀតក៏អាចនិយាយបានថាកម្រមានក្នុងប្រវត្តិសាស្ត្រគ្រាន់តែមិនដឹងថាអ្នកប្រុសឈីងមានចំណេះដឹងអ្វីចង់ប្រៀបធៀបជាមួយនឹងជីតារបស់ខ្ញុំនោះ ឈៀងហួយសុកចិត្តប្រើកំណាព្យពាក្យ5បង្ហាញទឹកចិត្ត ខ្ញុំរងចាំស្ដាប់ រូបកាយលាចាកទៅហើយគេឈ្មោះនៅមាននៅឡើយហាននិងហ្វាន់ជាគំរូអង្គអាចគ្មានគូប្រៀប ហើយយ៉ាកំណាប់ល្អ លោកម្ចាស់ប៉ាន់ចុងយៀនគឺលោកឧបរាជវាងជាអ្នកជ្រុំជ្រែងកាលនោះគាត់ទប់ទល់នឹងស៊ីសៀជាមួយនឹងហានឈីទទួលបានជ័យជំនះក្នុងសមរភូមិឈីងហួយបើប្រៀបជាមួយនឹងលោកម្ចាស់ទាំងពីរឯងមានមហិច្ឆតាខ្លាំងណាស់ អត់ទេអ្នកដែលខ្ញុំប្រៀបធៀបនោះគឺកវីរាជវង្សថាងឈ្មោះហានអ៊ីហើយនឹងមន្ត្រីធំទី1របស់មហាសុងហ្វាន់ចុងយៀន ល្អ ល្អ អ្នកនាងជប់សិនកំណាប់នេះមិនទាន់មានចំណងជើងទេសូមអ្នកនាងជួយដាក់ឈ្មោះផង ដាក់ឈ្មោះតាមកន្លែងសំណាក់ចាប់ច័ន្ទ ហើយយ៉ា លោកម្ចាស់វាងអបអរសាទរបានដូចបំណងហើយ ល្អអរគុណ លោកម្ចាស់ឈិញដូចហត់ហើយ គ្មានមធ្យោបាយទេមរយៈនេះរាជការមានរឿងច្រើនខ្លាំងណាស់ទោះជារឿងពិបាកយ៉ាងណាក៏យើងត្រូវតែធ្វើដែរទោះផ្លូវពិបាកយ៉ាងណាក៏យើងត្រូវតែដើរដូច្នេះទើបគេដាក់ងារថាឈិងជើងវែង ប៉ុន្តែបើប្រៀបជាមួយការនឿយហត់របស់លោកម្ចាស់វិញយើងនឿយហត់ប៉ុណ្ណឹងគ្មានអីអស្ចារ្យទេ អូសរសើរហើយលោកម្ចាស់អញ្ជើញចូលក្នុង
ដូចជាប្រហែលមុខយើងធ្លាប់ជួបគ្នាទេអូគេគឺជាកូនចៅខ្ញុំយាហ្វៃអូកាលនោះអ្នកនាំហានសេលជើរត់គេចទៅដល់រាជធានីគឺឯងលោកម្ចាស់ពូកែចងចាំមែនតែលោកម្ចាស់ចងចាំតែមនុស្សភ្លេចរឿងរ៉ាវបាត់ហើយខ្ញុំមិនមែនរត់គេចខ្លួនទេអូលោកម្ចាស់ឈិញមិនត្រឹមតែជើងវែងទេភ្នែកក៏មុតទៀតអញ្ជើញចូលលោកម្ចាស់អញ្ជើញមកទីនេះតើមានអីណែនាំដែរនេះជារាជបញ្ជាសូមលោកមេតបលាវបំពេញកិច្ចការពីរយ៉ាងប្រញាប់ទី1ជនជាតិជីងឆ្លៀនពៀនបៀតបៀនពៀនជីងលោកអបរាជលីកាងចេះតែជំរុញលោកមេតបលាវជានិច្ចឲ្យទទួលបន្ទុកលើកិច្ចការទាំងស្រុងសង្ឃឹមថាលោកម្ចាស់លាវមិនខ្លាចនឿយហត់ទប់ទល់នឹងជនជាតិជីងនេះជាប្រគុណព្រះអង្គសូមទទួលរាជបញ្ជាលោកត្រូវតែដឹកនាំកូនចៅរបស់លោកដើម្បីទប់ទល់នឹងពួកសត្រូវយើងរងចាំថ្ងៃនេះយូរហើយទី2ជនជាតិជីងផ្ញើសារលិខិតមកព្រះអង្គមានរាជបញ្ជាឲ្យលោកម្ចាស់លាវត្រូវតែគិតឲ្យវែងឆ្ងាយឆ្ពោះទៅជាព្រំជីងដើម្បីចរចាជាមួយនឹងភោគប៉ាដើម្បីតថ្លៃជាមួយនឹងលក្ខខណ្ឌគេដាក់មកអាចតបានប្រមាណព្យាយាមតប៉ុណ្ណឹងរាជការទោះជាចំណាយប្រាក់ខ្លះកាត់ដីក៏នៅតែចំណេញជាងបាត់បង់ស្រុកពៀនជីងដ៏សម្បូរសប្បាយនិងកងទ័ពជាង 10,000 នាក់ដែររឿងនេះលោកមេតបលាវមានបញ្ហាអីធ្វើកិច្ចការនេះមិនត្រឹមតែត្រូវជើងវែងភ្នែកមុតទេក៏ត្រូវប៉ិនសម្ដីផងឲ្យខ្ញុំចូលសមរភូមិខ្ញុំមិនខ្លាចទេតែបើឲ្យទៅចរចាជាមួយធូបាខ្ញុំខ្លាចតែឱកាសបានជោគជ័យមានមិនច្រើនទេលោកម្ចាស់លាវស្គាល់ខ្លួនឯងច្បាស់ណាស់ប៉ុន្តែជោគជ័យឬអត់វាជារឿងធម្មតាទេបើទោះជាលោកតថ្លៃមិនបានសោះព្រះអង្គមានព្រះរាជបញ្ញាញាណក៏ទ្រង់មិនបន្ទោសលោកដែរបើមិនអញ្ចឹងសូមអញ្ជើញលោកម្ចាស់ឈិញទៅចរចាទៅប្រកាសជាអាចមានឱកាសជោគជ័យច្រើនអូត្រូវអញ្ជើញលោកម្ចាស់ទៅចុះភ្នំមួយខ្ពស់នៅមានភ្នំមួយខ្ពស់ទៀតដើម្បីកុំឲ្យចាប់ព្រៃទាំងអស់នោះគេចំណេញលើយើងកុំខ្វះសុជីវធម៌ឲ្យសោះស្គាល់ចិត្តក្នុងគ្រាក្រស្មោះត្រង់ក្នុងគ្រាអាសន្នបើរឿងនេះព្រះអង្គដាក់បញ្ជាលើខ្ញុំមិនក៏ជាមរារែកទេលោកម្ចាស់ឈិញបានន័យថាខ្ញុំប្រកែកនឹងរឿងនេះដោយសារតែខ្ញុំកំសាកមិនស្មោះត្រង់មែនទេលោកម្ចាស់លាវខ្ញុំមិនបាននិយាយទេលោកម្ចាស់លាវនេះគឺជារាជសារក្នុងព្រះទ័យព្រះអង្គលោកគួរតែដឹងថាលោកសំខាន់ប៉ុណ្ណាពេលដែលដឹងថាលោកបំពេញកិច្ចការនេះមន្ត្រីមានឋានៈតូចតាចដូចជាឈៀងហួយបែបនេះពិតជាចំណែននឹងលោកខ្លាំងណាស់លោកគួរតែទទួលកិច្ចការនេះតាមរាជបញ្ជាទៅចុះទៅជួបធូបាហើយបើនិយាយបានក៏និយាយបើនិយាយមិនបានក៏នៅមានមនុស្សអ៊ីវលោករត់គេចដែរតើមែនទេលោកម្ចាស់ខ្ញុំមិនមែនមកពីគ្រោះទេនេះជារាជបញ្ជាបាទទទួលរាជបញ្ជាអត់ក្រៃអ៊ីក្អមលើទៅចរចាជាមួយជនជាតិជីងមិនមែនជារឿងធម្មតាទេយើងមិនប៉ុននិយាយទៅលើកនេះចាញ់ច្រើនជាងឈ្នះតែជាបេសកជនយើងត្រូវតែទៅ
អ្នកណាព្រមទៅក៏ទៅចុះមិនទៅយើងមិនបង្ខំទេ លោកមេតប លោកមិនទាប់ទឹកមកដល់ហើយ ជើងរបស់យើងផ្អាប់ក្នុងស្បែកជើងនេះយូរពេកដូចជាចំហុយនំប៉ាវពិតជាអស់កម្លាំងខ្លាំងណាស់តែស្រុកទេសមិនសន្តិភាពត្រូវធ្វើសឹកទៀតមានពេលខ្លះធ្វើការជាប់គ្នាជាច្រើនថ្ងៃច្រើនយប់ហើយកម្លាំងរបស់យើងនៅមានប៉ុន្តែស្មារតីយើងពិតជាអន់ណាស់ពេលគិតថាប្រញាប់មកដល់ផ្ទះអង្គុយត្រាំជើងការនឿយហត់ទាំងប៉ុន្មានមានអីអស្ចារ្យទៅមែនទេខ្ញុំស៊ឺស្លាប់តាមលោកមេតប តាមលោកមិនទាប់ ហេតុអីក៏ពួកឯងគិតខ្លីចង់ទៅស្លាប់ជាមួយយើងពួកយើងស៊ឺស្លាប់ជាមួយតាមលោកមេតប អ្នកណា បេសកជនមហាសង្ឃមកដើម្បីចរចាគ្នា ដាក់អាវុធចុះ លោកគ្រូ កម្លាំងចេញតែបំដងមានបំណងទើបមានកម្លាំងនឹកមើលទៅថានៅរមុខឯងគឺជាខ្លាសាហាវឯងត្រូវយកដៃសង្កត់ក្បាលវាមិនចឹងវានឹងហក់មកខំឯងហើយ ខ្លាសាហាវនៅនោះមក ទៅយើង Chồng Sơn
យើងហៅលោកចូលមកហេតុអីក៏លោកដើរចេញចូលខុសកន្លែងត្រូវតែចេញអញ្ចឹងហើយទីនេះជាជំរំចូលមុខភាគខាងកើតរបស់មហាជីងយើងជាជំរំរបស់ធូបាហេតុអីក៏ថាខុសកន្លែងលោកគឺជាមេបញ្ជាការជួរមុខហើយយើងគឺជារាជទូតរបស់មហាក្សត្រហេតុអីក៏មានតែកន្លែងម្ចាស់គ្មានកន្លែងភ្ញៀវបើលោកគ្មានសុជីវធម៌ចំពោះយើងនៅចង់និយាយរឿងចរចារឿងលក្ខខណ្ឌស្អីទៀតលីសិនហើយហើយចង់ទៅជើងរបស់ឯងទៅរួចក៏បាល់របស់ឯងទៅមិនរួចទេចរចាមិនសម្រេចល្មើសរាជបញ្ជាបើចង់បានក្បាលចូលមកឈប់ថយក្រោយរៀបកន្លែងភ្ញៀវអង្គុយឆ្វេងស្ដាំលោកម្ចាស់លាវតើលោកដឹងពីប្រវត្តិយើងទេធัวប៉ាយ៉ាអូមានរហស្សនាមកំបិតភ្លេចបន្ទោលសម្រាប់មនុស្សដូចស្រមោចបើដឹងហើយតើមានអីនិយាយគ្នាទៀតលោកម្ចាស់លាវលោកក៏ជាអ្នកក្លាហានម្នាក់ដែរយើងសុខចិត្តឲ្យមាសសុទ្ធលោក100ដំឡឹងបដូរពីមេតបការពារពៀនជីងទៅជាមេតបរបស់យើងវិញដើម្បីបំពេញកិច្ចការធំលោកម្ចាស់លាវតើលោកយល់យ៉ាងម៉េចដែរកិច្ចការដ៏កំសក់បែបនេះលាវកើខ្ញុំសុខចិត្តស្លាប់អូអញ្ចឹងលោកម្ចាស់លាវចង់បានន័យថាមានអ្នកចង់ស្លាប់មន្ត្រីសមោះមិនបំរើស្រេចពីស្លាប់ព្រោះតែជាតិមិនសោកស្ដាយទេពិតជាថ្លៃធំមែនហ៊ានប្រហែលនៅចំពោះមុខយើងផងយើងមិនលើកលែងឲ្យទេសូមលោកកុំខឹងខ្ញុំថាសូមលោកម្ចាស់លាវគិតឲ្យច្បាស់សិនទៅតើភាពសម្បូរសប្បាយនិងសេចក្តីស្លាប់លោកជ្រើសយកមួយណាត់ទៅកិច្ចព្រមព្រៀងនេះគ្មានតម្លៃអ្វីនឹងចរចាគ្នាទៀតទេបានជាលោកម្ចាស់លាវតំណាងឲ្យមហាសង្ឃទាំងមូលអញ្ចឹងខ្ញុំសូមចុះហត្ថលេខាបញ្ចប់រឿងទៅចុះការតំណាងនេះមិនคล้ายទេរឿងហត្ថលេខាខ្ញុំត្រូវមើលមួយសិនបើចង់ឲ្យខ្ញុំចុះដោយមិនបានមើលត្រកូលលាវខ្ញុំមិនអាចធ្វើបានទេលាវកើកិច្ចព្រមព្រៀងនេះតែអក្សរមួយតួក៏មិនអាចកែបានដែរបើឯងមិនព្រមចុះហត្ថលេខាកុំសង្ឃឹមថានៅមានជីវិតរស់ទៀតប្រទេសផ្ដាស់មែននេះមិនមែនជាការចោទចោលទេនេះជាការបង្ខំលាវកើដល់ពេលនេះទៅហើយយើងប្រាប់ឯងឲ្យដឹងចុះក្នុងនិងក្រៅរាជធានីសិតតែមានគ្នាយើងចង់បំបីក្រុងងាកដូចបោះជ័យដល់ពេលនោះកំបិតផ្លេចបន្ទោលអ្នកណាក៏មិនអាចខាត់បានអ្នកណាក៏មិនអាចរៀបរៀងបានដែរមហាសង្ឃមានតែមេតបដាច់ក្បាលគ្មានមេតបចុះចាយទេសេនាចាប់ខ្លួនព្រាបមហាសង្ឃមិនទាន់វិនិច្ឆ័យពួកឯងកុំខេកខាំពេកចាប់ខ្លួនវាទៅ